បាទជំរាបសួរបាទដោយសង្កេតឃើញថាដំណាំយើងដុះលូតលាស់ទៅតែងតែជួបបញ្ហាដែលប្លែកដែលបងប្អូនយើងចេះតែឆ្ងល់គ្រប់គ្នាបាទនោះគឺជំងឺពកលើស្លឹកស្វាយបាទបងប្អូនយើងដែរឃើញទេស្លឹកស្វាយយើងពកពេញទាំងអស់នៅលើស្លឹកមួយស្លឹកហ្នឹងបាទគួរឲ្យខ្លាចពកដុំពកកើតឡើងតែម្ដងបាទហើយជំងឺនេះវាមាន2ប្រភេទដែលជាហេតុបង្កឡើងបាទទី1គឺបណ្ដាលមកពីពួកមូសដែលវាទៅចុចពងកូនទៅលើផ្ទៃស្លឹកស្វាយហ្នឹងបាទហើយកូនរបស់មូសហ្នឹងវាចាប់ផ្ដើមស៊ីរូងនៅក្នុងស្លឹកស្វាយធ្វើឲ្យវាពកឡើងមកបាទនឹងយើងហៅថាស្លឹកស្វាយហ្នឹងកើតជំងឺដោយសារពពួកមូសបាទយើងហៅថា galmit មួយទៀតពកដែរប៉ុន្តែមិនមែនមកពីសត្វទេគឺបណ្ដាលមកពីពពួកផ្សិតកើតឡើងក៏ធ្វើឲ្យស្លឹកស្វាយយើងពកដែរបាទគ្រាន់ថាមួយពកទុះឡើងចេញមកហ្មងហើយមួយទៀតពករៀងរៀបបាទវាខុសគ្នាបន្តិចតែប៉ុណ្ណឹងហើយយើងដឹងហើយថាអ្នកបង្កគឺមានសត្វល្អិតហើយនឹងជំងឺផ្សិតបាទអញ្ចឹងបងប្អូនយើងគាត់បីតាមដានមើលថាតើពេលស្វាយយើងលាស់ស្លឹកខ្ចីមកមានពពួកសត្វល្អិតអត់អាចថាធ្លាប់តំបន់ហ្នឹងមានកើតជំងឺនឹងដែរឬក៏អត់បើសិនជាធ្លាប់មានដាច់ខាតពេលស្វាយយើងលាស់ត្រួយថ្មីមកយើងត្រូវតែការពារទាំងពីរទាំងផ្សិតនិងទាំងសត្វល្អិតបាទហើយយើងដឹងហើយថាសត្វល្អិតគឺប្រើថ្នាំផ្សេងផ្សិតប្រើថ្នាំផ្សិតបាទអញ្ចឹងបងប្អូនយើងមើលទៅតាមសភាពនៃការបំផ្លាញរបស់កត្តាចង្រៃទាំងពីរនឹងហើយបងប្អូនយើងអាចទៅរកទិញថ្នាំដើម្បីការពារល្អជាងព្យាបាលនិងកម្ចាត់ព្រោះអីពិបាកក្នុងការកម្ចាត់ណាស់កាលណាកើតនៅជំងឺពកស្លឹកដោយសារពពួកមូសចុចជញ្ជក់នេះបាទអញ្ចឹងសូមអរគុណ